បាទជម្រាបសួរបងប្អូនយើងមកសិក្សាពាក្យថ្មីបន្តិចបាទពាក្យគឺពាក្យសម្លនិងស្ងោរណាតើសម្លនិងស្ងោរនោះខុសគ្នាវាមិនបាទសម្លនិងស្ងោរបើយើងនិយាយឲ្យខ្លីស្រួលស្ដាប់ហើយឆាប់យល់បាទសម្លគឺមានបងប្រហុកចំណែកស្ងោរវិញគឺអត់មានបងប្រហុកទេអញ្ចឹងយើងមើលពាក្យសម្លហ្នឹងគឺជានាមដល់ពេលគេស័ព្ទរបស់វាគេហៅស្លអញ្ចឹងណាដែលយើងមានពាក្យទំនៀមពីដើមមកគេហៅស្លស្លុកជួយឲ្យបានអីស្លស្លុកណាស្លស្លុកហ្នឹងមកពីពាក្យថាស្លុកបងប្រហអញ្ចឹងស្លុកបងប្រហយើងប្រែមកវិញថាឬយើងត្រឡប់មកវិញថាស្លបងប្រហុកអញ្ចឹងឲ្យតែជាសម្លខ្មែរសុទ្ធអញ្ចឹងបើយើងមើលទៅសម្លខ្មែរសុទ្ធអញ្ចឹងមិនថាសម្លម្ជូរមិនថាសម្លម្ជូរគ្រឿងមិនថាសម្លកកូរណាសម្លនំបញ្ចុកខ្មែរណាសម្លសម្លក់ឬសម្លប្រហើអីផ្សេងៗទេអញ្ចឹងគឺត្រូវតែមានប្រហុកណាអញ្ចឹងឲ្យតែមានប្រហុកចូលអានឹងយើងអាចសម្គាល់បានថាអានេះហើយគឺជាសម្លខ្មែរសុទ្ធយើងមកមើលពាក្យទី1គេហៅថាសម្លម្ជូរអញ្ចឹងសម្លម្ជូរនេះមិនថាម្ជូរផលិតម្ជូរកូនចេកឬម្ជូរត្រួយអំពិលម្ជូរល្ហុងម្ជូរអីទាំងអីអញ្ចឹងត្រូវតែមានប្រហុកចូលទី2ប្រភេទសម្លម្ជូរគ្រឿងយើងមើលម្ជូរគ្រឿងអញ្ចឹងទោះបីជាម្ជូរគ្រឿងសាច់គោឬយាវគោក៏ដោយឬក៏ម្ជូរគ្រឿងជាមួយនឹងឆ្អឹងចនីជ្រូកស្លឹកថ្នឹងក៏ដោយត្រូវតែមានប្រហុកចូលអញ្ចឹងកកូរបាទកកូរនេះគឺក៏មានប្រហុកចូលដែរមិនថាកកូរត្រីដែងកកូរអីទេណាបាទសម្លខ្មែរគឺសំដៅលើសម្លនំបញ្ចុកអញ្ចឹងសម្លនំបញ្ចុកយើងក៏មានបងប្រហុកណាហ្នឹងហើយសម្លសម្លក់ហ្នឹងក៏មានប្រហុកសម្លប្រហើហ្នឹងតែយើងចាស់គាត់ថាសម្លប្រហើបងប្រហុកណាបាទសម្លប្រហើបងប្រហុកហ្នឹងហើយចុះយើងមកមើលពាក្យពីរខាងក្រោមនេះមានម្ជូរខ្ទិះនិងម្ជូរយួនអញ្ចឹងជួយឆ្លើយផងតើម្ជូរខ្ទិះនិងម្ជូរយួនមកពីណាណាបាទចំណែកផ្នែកមួយទៀតគឺនិយាយអំពីស្ងោគឺអត់បងប្រហុកទេមិនថាស្ងោជ្រូកមាន់មិនថាស្ងោជ្រូកឆ្អឹងញនីជ្រូកមួយឆៃថាវមិនថាស្ងោជ្រូកជាមួយស្ងោស្ពៃជូរជាមួយឆ្អឹងញនីជ្រូកឬឲ្យផ្សេងទៀតហើយណាបាទគឺអត់មានបងប្រហុកទេតែមានគ្នាយើងសួរថាចុះអាស្ងោមាន់ហ្នឹងជាមួយនិយមជ័យហ្នឹងមានគេជ្រុំប្រហុកដែរតែគេដាក់នៅក្រៅបាទអានោះគឺនិយាយពីខាងក្រៅគេអត់និយាយពីបងចូលក្នុងទេណាអញ្ចឹងយើងអាចថាស្ងោសម្លឬស្ងោនោះខុសគ្នាថងថាមួយមានប្រហុកហើយនឹងមួយអត់ប្រហុកណាបាទអរគុណច្រើនហ្នឹងហើយ